នៅក្នុងឆ្នាំ1931បិតារូបវិទ្យាកម្រិតពិភពលោកនោះគឺលោក Albert Einstein បានជួបបិតាកំប្លែងកម្រិតពិភពលោកដែរនោះគឺលោក Charlie Chaplin ដែលយើងធ្លាប់ស្គាល់លោកថាគឺជាសាឡូស្របគ្នានោះដែរលោក Albert Einstein ក៏បាននិយាយទៅកាន់លោក Charlie Chaplin ថាសិល្បៈរបស់អ្នកមានលក្ខណៈពិសេសជាសកលណាស់អ្នកមិននិយាយសូម្បីតែមួយម៉ាត់សោះក៏ប៉ុន្តែពិភពលោកទាំងមូលបែរជាយល់ពីអ្នកនិងសើចយ៉ាងកាកអាយស្ដីរួចពេលនោះលោកសាក់ឡូលោក Charlie Chaplin នោះក៏បានឆ្លើយតបទៅកាន់លោក Albert Einstein ថាពិតហើយក៏ប៉ុន្តែលោកមានលក្ខណៈពិសេសអស្ចារ្យជាងខ្ញុំឆ្ងាយណាស់ពីព្រោះពិភពលោកអាចស្គាល់លោកនិងកោតសរសើរលោកនៅពេលដែលគ្មាននរណាម្នាក់អាចយល់ពីអ្នកសោះមិនដែលបងប្អូននៅពេលដែលបានស្ដាប់នៅរឿងមួយនេះពីជំនួបអ្នកប្រាជ្ញទាំងពីរនេះយើងឃើញថាអ្នកប្រាជ្ញទាំងពីរនេះគឺមានលក្ខណៈពិសេសរៀងៗខ្លួនតើបើសិនបងប្អូនចាប់អារម្មណ៍នឹងយល់ថាជំនួបនេះពិតជាមានអត្ថន័យនិងបង្កប់នៅការអប់រំសម្រាប់ជីវិតរបស់យើងសូមជួយ share ម្នាក់មួយមក